ต่อไปนี้เราครูนอมมาอ่านแต่ต้องจมูกหนึ่งประโยคชมอ่านตามคำตอบคนนี้句子你叫什么你叫什么你叫什么我叫李小龙我叫李小龙我叫李小龙你是哪国人你是哪国人你是哪国人我是中国人我是中国人我是中国人សូមអានម្ដងទៀត你叫什么你叫什么我叫李小龙我叫李小龙你是哪国人你是哪国人我是中国人我是中国人បាទអញ្ចឹងពេលនេះយើងមើល你叫什么ពាក្យនេះអ្នក叫លោកគ្រូបានប្រាប់ថាប្រែថាហៅឬក៏ឈ្មោះអញ្ចឹងពេលនេះយើងប្រែថាឈ្មោះទៅ你叫ប្រែថាអ្នកឈ្មោះ什么អ្វី你叫什么អ្នកឈ្មោះអ្វីស្រួលទេឃើញអត់បាទដាក់សញ្ញាសួរផងណា你叫什么តើអ្នកឈ្មោះអីប្រយោគនេះប្រើនៅពេលណាប្រយោគនេះយើងប្រើនៅពេលណាដែលយើងសួរទៅកាន់នរណាម្នាក់ពីឈ្មោះរបស់គាត់ឧទាហរណ៍ថាយើងទៅកន្លែងណាមួយឧទាហរណ៍ថាយើងទៅកម្មវិធីបាទទៅកម្មវិធីឬក៏យើងទៅកម្មវិធីជប់លៀងឬក៏ទៅសាលារៀនក៏ដោយទៅកន្លែងការងារក៏ដោយនៅពេលដែលយើងជួបមនុស្សថ្មីយើងចង់ស្គាល់គាត់យើងអាចសួរឈ្មោះគាត់បានគឺយើងសួរថា你叫什么តើអ្នកមានឈ្មោះអ្វីអញ្ចឹងគឺយើងប្រើប្រយោគនេះសម្រាប់សួរឈ្មោះមនុស្សដែលយើងស្គាល់គាត់ដំបូងទៅជួបគាត់ដំបូងដែលយើងស្គាល់ឈ្មោះគាត់ជាឧទាហរណ៍ថាយើងទៅលេងផ្ទះមិត្តភ័ក្តិអញ្ចឹងបាទមិត្តភ័ក្តិយើងគាត់មានកូនមានអីអញ្ចឹងណាអញ្ចឹងពេលនេះយើងចង់សួរគាត់ថាយើងនិយាយលេងជាមួយកូនក្មេងៗអញ្ចឹងទៅសួរថាអូនឯងឈ្មោះអីអញ្ចឹងយើងសួរទៅនេះចៅ什么បាទតើអ្នកឈ្មោះអីអូខេណាអញ្ចឹងយើងមើលប្រយោគលេខ2គឺយើងតាក់ទងនឹងប្រយោគលេខ2នេះគឺយើងគឺជាប្រយោគចម្លើយអញ្ចឹងវ៉ាចៅខ្ញុំចៅឈ្មោះខ្ញុំវ៉ាចៅប្រែថាខ្ញុំឈ្មោះអញ្ចឹងលីសៅឡុងគឺជាឈ្មោះទេណាដូច្នេះវ៉ាចៅលីសៅឡុងខ្ញុំឈ្មោះលីសៅឡុងខ្ញុំឈ្មោះលីសៅឡុងដូច្នេះកន្លែងនេះគឺវ៉ាចៅហើយកន្លែងនេះយើងអាចលុបឈ្មោះលីសៅឡុងចេញដាក់ឈ្មោះយើងបានឧទាហរណ៍ថាសិស្សទាំងអស់គ្នាឈ្មោះតារាវ៉ាចៅជីនលីវ៉ាចៅម៉ៃណាបាទវ៉ាចៅសៅម៉ៃតោះណាបាទអូខេវ៉ាចៅថងអីចឹងទៅអញ្ចឹងយើងដាក់ឈ្មោះរបស់យើងបានអញ្ចឹងនៅត្រង់ចំណុចនេះគឺរបៀបនៅក្នុងការសួរនឹងឆ្លើយឈ្មោះគឺងាយស្រួលទេអញ្ចឹងនេះចៅ什么វ៉ាចៅលីវ៉ាន់លៀងដោយគ្រូឈ្មោះលីវ៉ាន់លៀងអញ្ចឹងលីតកូលខ្ញុំវ៉ាន់លៀងឈ្មោះខ្ញុំអញ្ចឹងវ៉ាចៅលីវ៉ាន់លៀងខ្ញុំឈ្មោះលីវ៉ាន់លៀងដូច្នេះសិស្សានុសិស្សទាំងអស់គ្នាគឺអាចដាក់ឈ្មោះរបស់ខ្លួនឯងបានជាខ្មែរក៏បានដែរនៅពេលដែលយើងរៀនចិនទៅមុខចេះច្រើនតិចទៀតចាំយើងមានជាឈ្មោះចិនលោកគ្រូសូមបញ្ជាក់នៅត្រង់នេះឲ្យហើយដើម្បីកុំឲ្យសិស្សានុសិស្សទាំងអស់គ្នាមានការឆ្ងល់តើតើនឹងឈ្មោះចិននេះសូមចាំថានៅពេលដែលយើងត្រូវការមានឈ្មោះចិនយើងអត់អាចសរសេរឈ្មោះខ្មែររបស់យើងហ្នឹងទៅជាអក្សរចិនបានទេធម្មតាបើយើងរៀនអង់គ្លេសយើងទៅសេឈ្មោះជាអង់គ្លេសបានឧទាហរណ៍យើងឈ្មោះតារាអញ្ចឹងយើងទៅសេអង់គ្លេសគឺទៅសេជាអក្សរអង់គ្លេសតារាបានប៉ុន្តែនៅពេលដែលយើងចំពោះឈ្មោះចិនគឺយើងត្រូវការដាក់ឈ្មោះថ្មីមួយហ្មងឧទាហរណ៍ថាខ្ញុំឈ្មោះខ្មែរឈ្មោះប៊ុនលៀងឯងប៉ុន្តែនៅពេលដែលយើងមានឈ្មោះចិនគឺវ៉ុនលៀងអញ្ចឹងឈ្មោះនោះគឺជាឈ្មោះផ្សេងដែលមិនមែនដូចឈ្មោះខ្មែរទេណាអញ្ចឹងយើងដាក់ឈ្មោះថ្មីហើយឈ្មោះថ្មីនេះបើតាមបទពិសោធន៍របស់ខ្ញុំគឺគេដាក់ឈ្មោះនឹងឲ្យស្របតាមឆន្ទៈឲ្យស្របតាមឆន្ទៈឬក៏ស្របតាមអត្ថន័យគោលដៅរបស់យើងអីចឹងដែរណាបាទតាមន័យថាយើងជាមនុស្សមិនអិយាប័តបែបមិនហើយយើងមានឆន្ទៈបែបណាយើងដាក់ឈ្មោះនឹងឲ្យស័ក្តិសមទៅនឹងឆន្ទៈគំនិតរបស់យើងនឹងទៅណាបាទឲ្យសមទៅនឹងគេហៅថាបុគ្គលិកលក្ខណៈសម្បត្តិរបស់យើងតើបានទេបាទហើយតើតើនឹងឈ្មោះនេះផងដែរសិស្សសានុសិស្សទាំងអស់គ្នារៀនឲ្យបានច្រើនសិនចាំយើងមានឈ្មោះចិនក៏បានដែរកុំតន់មានការបារម្ភអីណាមិនបាច់បារម្ភរឿងហ្នឹងទេសំខាន់នេះនៅចេះចិនសិនមកដល់ពេលចេះហើយឈ្មោះយើងយល់ខ្លួនឯងថាយើងត្រូវដាក់មិនឥឡូវនេះយើងមើលមកដល់តកតងជាមួយនឹងប្រយោគទី3គឺ你是哪国人អញ្ចឹងនៅក្នុងពេលនេះយើងសិស្សសានុសិស្សទាំងអស់គ្នាលោកគ្រូដាក់ pin in ឲ្យដោយសារអីដោយសារតែគ្រូចង់ឲ្យយើងផ្ដោតទៅលើការមើលអក្សរចិនដូចជាការផ្ដាំផ្ញើរបស់ខ្ញុំអញ្ចឹងដែរថាពេលដែលយើងរៀនគឺយើងត្រូវផ្ដោតទៅលើអីគឺទៅលើការមើលអក្សរចិនកុំដាក់ភ្នែកមើលតែ pin in ពេលណាដែលយើងមើលតែ pin in ច្រើនពេកគឺយើងចេះ pin in យើងអត់ចាំអក្សរចិនទេមិនអញ្ចឹងទេបាទអញ្ចឹងនៅក្នុងនេះយើងនី是哪国人អញ្ចឹងនីអ្នក是ប្រែថាគឺជានេះឃើញអត់是ប្រែថាគឺជាដូច្នេះកន្លែងនេះគឺណាប្រែមិនណា国人បាទ国人នេះកនេះរិនឃើញអត់អញ្ចឹងនី是哪国人ប្រែថាតើអ្នកជាជនជាតិណាទេតើអ្នកគឺជាជនជាតិណានេះ国人ប្រែថាជនជាតិដល់ពេលណាដដែលអញ្ចឹងអ្នកជាជនជាតិណាមានន័យថាជាជនជាតិអ្វីជនជាតិកម្ពុជាជនជាតិចិនជនជាតិបារាំងបាទជនជាតិអីគេទៀតបាទជនជាតិថៃជនជាតិឡាវឬក៏ជនជាតិវៀតណាមអីផ្សេងៗតាមហ្នឹងទៅយល់បានទេបាទអញ្ចឹងនៅពេលណាដែលយើងចង់សួរគាត់ថាគាត់ជាជនជាតិណាយើងសួរបានឧទាហរណ៍តែយើងជួបបរទេសអញ្ចឹងធម្មតាយើងឃើញបរទេសមកយើងគិតថាគាត់បារាំង
តាមពិតគាត់មិនជនជាតិបារាំងទេគាត់អាចជនជាតិកាណាដាប្រេស៊ីលណាមកពី New Zealand អីចឹងតែដោយសារតែគាត់នៅខាងប៉ែកអឺរ៉ុបគឺសម្បល់គាត់ដូចគ្នាតែយើងជាទូទៅតែគិតថាអូនោះបារាំងតែពិតគាត់មិនបារាំងទេបាទណាគាត់មិនបារាំងទេដូច្នេះហើយយើងអត់ច្បាស់ថាគាត់ជាជនជាតិណាមួយទេអញ្ចឹងយើងអាចសួរគាត់ថានេះશુંណាគាត់អ្នកជាជនជាតិណាយល់បានទេបាទយើងដូចគ្នាសម្បល់យើងស្តៀងថៃស្តៀងកម្ពុជាស្តៀងឡាវស្តៀងគ្នាមែនទេបាទស្តៀងវៀតណាមមើលទៅរៀងច្រឡំគ្នាបាទប៉ុន្តែនៅពេលណាដែលយើងដល់ពេលតែគេជួបយើងគេអត់ដឹងថាយើងជាជនជាតិអីទេបាទយើងជនជាតិអាស៊ីសម្បល់ប្រហែលគ្នាដែរដល់ពេលអញ្ចឹងហើយគេសួរយើងថានេះશુંណាកូរ៉េនដល់ពេលយើងឆ្លើយខ្ញុំជាជនជាតិកម្ពុជាយើងឆ្លើយថាវ៉ាស៊ឺជៀនភូចៃរ៉េនបាទអញ្ចឹងជៀនភូចៃរ៉េនប្រែថាជនជាតិកម្ពុជានៅក្នុងនេះមិនទាន់ជួបតិចទៀតនឹងជួបឲ្យពាក្យជៀនភូចៃសរសេរមិនថាមិនហ្នឹងគឺយើងគង់ដឹងឯណាបាទអូខេអញ្ចឹងយល់មួយអញ្ចឹងអានេះគឺតកតងនឹងទី4គឺយើងនិយាយពីការឆ្លើយណាឆ្លើយវ៉ាស៊ឺចុងកូរ៉េននេះស៊ឺណាកូរ៉េនវ៉ាស៊ឺចុងកូរ៉េននេះប្រយោគទី3សួរថានេះស៊ឺណាកូរ៉េនយើងឆ្លើយមកអានតាមខ្ញុំ我是中国人អានមក我是中国人我是中国人បាទខ្ញុំជាជនជាតិអីគេមិញប្រែថាម៉េចបាទខ្ញុំគឺជាជនជាតិចិនអញ្ចឹងឃើញប្រយោគហ្នឹងងាយស្រួលទេអញ្ចឹងយើងមើលតើយើងធ្វើម៉េចទៅដឹងថាប្រយោគហ្នឹងប្រែអញ្ចឹងទី1យើងត្រូវការចេះពាក្យនៅក្នុងហ្នឹងឲ្យដឹងថាពាក្យមួយហ្នឹងគឺអានថាយ៉ាងម៉េចប្រែថាយ៉ាងម៉េចអញ្ចឹងទី1គឺ我ប្រែថាខ្ញុំ是ប្រែថាគឺជាចុងកោប្រែថាប្រទេសចិនដល់ពេលចុងកោរ៉ាគឺជនជាតិចិនអញ្ចឹងខ្ញុំគឺជាជនជាតិចិនឃើញទេនេះអា3អក្សរចុងក្រោយនេះគឺប្រែថាជនជាតិចិនដល់ពេលអញ្ចឹងយើងស្រួលដល់ពេលយើងយល់ណាបាទហើយអញ្ចឹងគឺការរៀនចិនយើងអត់មានពិបាកឃើញទេបាទជំហានដំបូងគឺងាយស្រួលទៅមុខទៀតក៏មិនមានអីពិបាកដែរឲ្យតែយើងចេះអាមូលដ្ឋាននេះឲ្យបានអញ្ចឹងបានគ្រូចង់បដោតថាធ្វើយ៉ាងម៉េចសិស្សានុសិស្សរៀននៅក្នុងកម្រិតមូលដ្ឋាននេះយើងបដោតទៅលើធ្វើម៉េចឲ្យយើងស្គាល់ pin in ចេះជួយជាអ្នកស្ដាប់សំឡេងបាទមួយទៀតពេលដែលយើងរៀនក្នុងមេរៀននេះគឺសិស្សានុសិស្សទាំងអស់គ្នាគឺអានគឺយើងពឹងទៅលើ pin in សិនប៉ុន្តែនៅពេលដែលរៀនខ្លួនឯងនៅផ្ទះសិស្សានុសិស្សទាំងអស់គ្នាគ្រូផ្ដាំឲ្យផ្ដាំទៀតណាគឺយើងធ្វើយ៉ាងណាគឺខំប្រឹងមើលអក្សរចិនជិះវាងមើល pin in មានន័យថាយើងមើលអក្សរចិនផ្នែកយើងក៏មើល pin in យកអីបាំងចាំពេលយើងអានអត់ចិនចាំយើងលួចមើល pin in បន្តិចហើយយើងមើលតែអក្សរចិនដល់ពេលយើងត្រឡប់មើលអក្សរចិនយូរទៅធ្វើឲ្យយើងចាំទោះបីយើងមិនទាន់ចេះសរសេរក៏យើងអាចចាំអក្សរនឹងបានដែរឃើញហើយនឹងដឹងថាជាអក្សរអីបើកាលណាតែយើងមើលតែ pin in យើងនឹងខ្សោយការចងចាំអក្សរចិននេះគឺជាវិធីសាស្ត្រគឺជាកលឹះមួយដែលសិស្សភាគច្រើនអត់ដឹងទេណាគ្រូឆ្លងបទពិសោធន៍ហ្នឹងហើយក៏ធ្លាប់ធ្វើការពិសោធន៍ជាមួយនឹងសិស្សជាច្រើនកន្លងមកគឺវាគឺជាចំណុចមួយដែលយើងត្រូវស្វែងយល់និងយកចិត្តទុកដាក់ហើយនឹងធ្វើវាបានល្អណាបាទអញ្ចឹងគ្រូផ្ដាំផ្ញើឲ្យសូមចងចាំផងណាមិនមែននិយាយលេងទេណាបាទឥឡូវនេះយើងតទៅការហាត់អានដោយសំឡេងខ្លាំងនៅក្នុងត្រង់ចំណុចទី3នេះពេលនេះសូមសិស្សានុសិស្សទាំងអស់គ្នាអានតាមខ្ញុំឡាងទូបាទឡើងទូនឹងគឺប្រែថាអានខ្លាំងណាតោះឥឡូវយើងអាន什么叫什么你叫什么我叫李小龙中国柬埔寨法国哪国你是哪国人我是中国人我是法国人អូខេអញ្ចឹងយើងអានប៉ុណ្ណឹងសិនតោះយើងមើលពាក្យទី1គឺអានថា什么ប្រែថាអ្វី叫什么ប្រែម៉េចឈ្មោះអ្វីអូខេ你叫什么ប្រែថាតើអ្នកឈ្មោះអ្វី我叫李小龙ប្រែថាខ្ញុំឈ្មោះលីសាឡុង中国ប្រែថាប្រទេសចិនអូខេជៀនភូចៃនេះគឺពាក្យជៀនភូចៃប្រែថាប្រទេសកម្ពុជាយើងមើលឃើញថាពាក្យចុងកគឺមានកមានអក្សរកនៅពីខាងចុងហ្វាកមានអក្សរកនៅខាងចុងប៉ុន្តែជៀនភូចៃគឺអត់មានអក្សរកទេដូច្នេះពាក្យជៀនភូចៃនេះគឺគេអត់បាច់ថែមកទេដោយសារពាក្យជៀនភូចៃគឺមានន័យថាប្រទេសកម្ពុជាគឺមានន័យគ្រប់គ្រាន់ហើយមិនបាច់ដាក់ថាជៀនភូចៃកមិនបាច់ដាក់បែបហ្នឹងទេសូមចងចាំអត់បាច់ជៀនភូចៃកទេគឺនិយាយតែជៀនភូចៃទៅគឺបានហើយណាបាទអញ្ចឹងនៅពេលដែលយើងចង់និយាយថាជនជាតិកម្ពុជាបាទនៅពេលដែលយើងចង់និយាយថាជនជាតិកម្ពុជាមើលគ្រូសួរអានេះអក្សរគេនេះអក្សរនេះគឺអក្សររិនមែនទេអញ្ចឹងយើងគ្រាន់តែដាក់ជៀនភូចៃរិនយកពាក្យរិនមកដាក់ពីក្រោយជៀនភូចៃមកជៀនភូចៃរិនឥឡូវនិយាយតាមខ្ញុំជៀនភូចៃរិន
chiến phủ trai rẫn bà phải thá chôn chết Campuchia nó bênนี้บางทียังสู้ท่าตาเนี่ยจะชนจุดไอ้กี่สู้ทำไหมจำไหมใช่ไหม你是哪个人เนี่ยจะชนจุดนะหรือชนจุดอะไรใช่ทักยงจะชนจุดกัมพูชีชนจุดกัมพูชีทำไมมันชนจุดกัมพูชีใช่ไหมbà cứ chiến phủ trai rẫn chẳngใช่ทักยงคือชนจุดกัมพูชี我是chiến phủ trai人โอเคนะchẳng vô lời chẳng cứ dừng ở con té doประโยคนั้นmột cùngแบบนั้นในขนมเป็นนิสสันในสถานที่เรียนเหมือนตอนจำประกาศฉบับต่างๆนั่นเองปัญหายังยุ่งเอาไว้เดี๋ยวเรียนนี้คือยุ่งบานปัญหาเอาประกาศเอาฉบับเอาจำเอาสตอร์ในขนมการใหญ่การเอาตัวนี้แต่ยุ่งบานโดยเฉพาะให้เราครูประดามเนี่ยในเพื่อเดี๋ยวยังจับไปการเรียนนี้ตื้อครูปรับทานในขนมการเรียนยังเหมือนแมนกรอนแต่โจเรียนจมูกครูให้ยังใช้นู่นเองยังตระการเปย์บริเวณกระหล่ำมองเส้นติดกลายปีกาโจขนมขนาดเรียนนั้นคือสำหรับตกอ่านไม่เรียนให้นั่งยกตัวตนติ้งยกตัวอ่านในบ้านจรันโดยครูไอยกตัวประคันบันทังนะคือยังแต่การฝึกแบบนั้นเรียนจมูกขยมหาโดยจิตศาสนาศาสตร์ออกนี่ตัวบ้านองค์กรจังปัญหายังมันต้นประกาศการเตะโดยฉะนั้นยังแต่การโยเวตดำวิจารณ์เติมยังไอโยงมันยามบานอย่างน้ำมั้งเรียนให้เจปัญหาศาสนาศาสตร์ออกนี่มันต้นเจสโตเตเจในสเปซเปิลไอหนังงี้ผลิตตัวเองดับเบิลยังไองี้หนึ่งจองจำเบี้ยให้หนึ่งสโตร์หนึ่งฉบับยังไอโยแต่ประกาศการคือยังแต่การคัดคอมอ่านวิบานเชราดับเบิลวิจำจบหนึ่งครูนบอกยังแต่ไม่ลองตอนบ้านนี้นี่คือจีจำเลยสำคัญแต่ยังตระการฝืนนะแต่ยังตระการฝืนแต่เนี่ยเรียนพิซซ่ากรุ๊ปนี้มันอาจอดฝืนเต้นะให้สมบัติแต่ละครูมันไปอ่านคุยในที่นี้สมบัติฝืนการบางหายดอสซันดอสตึงออกนี้ก็ฉลองการคัดคอมอ่านด้วยนี้ได้บ่าลูกครูมันต้มแต่เมียนบอกไปสอนติดตัวในโครงการเรียนพิซซ่าแต่องเล่ก็ครูเผอบานได้ให้พิซซ่าเจนก็อาจในใหญ่บ้านจังให้สมปรับศาสนาศาสตร์ออกในทางในโครงบอกไปสอนในโครงการเรียนพิซซ่าฉลองการต่างการเรียนครูไอพองฉลองการต่างการสาวเชียวพองนะบ่าคือยังเรียนคือเถอกานะเถอกายังเมียนเปลอย่างหอยนะกะละมองเส้นกรอยกลายปีการเรียนนี้บ่าคือสำหรับยังอ่านยังสเปนโยลยังตุ่นติ้งตอนบ้านนี้มันเมียนเปลเอาหมวยมองกะละมองยังกูยอมองนะเดี๋ยวหรอจงกระทามุนกาสมระมุนโจเกยไอ้จังยังอาโยเปกะหลังมองมั้งนะมือไอ้จังtớiให้ดับเปเวลีน่าได้อาจจะเพียบนะก็มวยดับเปเวลีน่าได้ประบาดเถอะประดออาจจะเพียบดอกการเรียนมันติดtớiดำใบยังฉับใจเอาคนlà lấy dân chôn mà trong này tiết cứ tẹo tông cho mùi nắng sơn tẹo và sơn tẹo nó cứ phải thà sầm lên nhá sơn tẹo cứ phải thà sầm lên giống bên đấy dân mở lấy đi an sầm lên đi tam là cừu từng ngọc khné y ý u bàเอาคนจังเป็นนี่ครูสมตลอดมาก่อนนี่เปียบอกยังได้บานเรียนนะคือมีจำนวนประมาณโอ้สมโตทำเป็นเตยปรำใบเปียนะแต่ครูมันโดเลยเรียงนี่จังวิมีเป็นเลยหมดเลยปรำหนึ่งเลยปลลิงใบเลยผมว่าเลยปลลิงใบทำเป็นเตยเลยปลลิงใบแต่ครูมันโดเลยเรียงสมาชิกสายผมอัดบันเมื่อทางปีตะบอดอัดจับอัดเอาจังในขนมนี้คือศาสนาศาสตร์ออกในบันเคยทายยังมีจำนวนปรำใบเปียนะบ่าก็บันท้ายในขนมนี้คือครูหนึ่งเอาศาสนาศาสตร์ออกนี้บ่าคือโซเซแต่จำนวนปรามอสเตยังใบโซเซต่างปรามใบกับบ้านนะจำในขนมแวะมันท็อปแล้วครูนังเอาบนแทนเตี้ยไทยยังโซเซอสจำนวนปนมันจังมีทั้งไงคือครูเอาโซเซฮัตโซเซจำนวนปรามอสนะจังในขนมนี้คือยังมือกำนูเตะตรงจำนวนอสคือเมื่ออสเจ้ายังเคยทาประเภทอสประอบจักดูครูบานทลบปัญญลในเลือกกระดานเขียนจังได้คือในเปได้ยังตีนกำนูประเภทอสประอบจังวิมีตะเบกำนูแต่ยังเมื่อตั้งเนี่ยกำนูตีมวยกำนูตีปีคือเตียนจบหนึ่งจงกำนูตีมวยโอมสดัมให้เตียนจอกกรอมให้บันกำนูตีใบให้ยังบัดบ่าเราไปกำนูตีบ้วนกันเนี่ยกำนูตีบ้วนเจ้ายังเตียนใช่ไหมเนี่ยมาสดัมไปเลยจอกกรอมให้ตีมาสดัมต่อมาบันยังเตียนไปเลยจอกกรอมตอนบ้านโอเคจังยังกำนูมวยมวยคือยังเตียนมวยรอบทำมวยจังมวยบ่าปีตีบัดใบบ้วนปรามกันเนี่ยจังยังเตียนกำนูคือแบบนั้นนะบ่าให้อันนี้คือซอสฉันว่าฉันคือสรุปเลยจังซอในขนมนี้สแต่เป็นเพียบมีสรุปเลยสมศาสนาศาสตร์ต่างๆนี้หัดสุดเลยแล้วครูได้จากการเงี้ยเอาถือทายเยอะหนึ่งถือไอ้คลา
ca sổ xe mê điên châu sập hơi là kêu ở toàn ao sổ xe châu sập hơi thế toàn bản đấy ở toàn ở đầu lừa ca sổ xe mê điên châu sập hơi thế bênนี้คือយើងធ្វើការរៀនដោយសិស្សានុសិស្សទាំងអស់គ្នាហាត់សរសេរអក្សរសិនណាហាត់សរសេរអក្សរសិនចាំទៅមុខទៀតលោកគ្រូនឹងឲ្យសិស្សទាំងអស់គ្នាធ្វើការសរសេរមេរៀនចូលសភៅពីព្រោះបើកាលណាគ្រូឲ្យសរសេរនៅក្នុងពេលនេះគឺយើងមានការលំបាកពីព្រោះអីយើងអត់ទាន់ចេះអក្សរបានច្រើនទេហើយយើងអត់ទាន់បានយល់គំនូសច្រើនដែរអញ្ចឹងយើងហាត់សរសេរអក្សរមួយសិនកុំទាន់បង្ខំលោកគ្រូមានផែនការនៅក្នុងការបង្រៀនហើយសាលាក៏គេបានកំណត់ជា curriculum សម្រាប់សិស្សានុសិស្សទាំងអស់គ្នារៀននៅពេលណាត្រូវធ្វើអីគឺគេបានគិតគូរគេបានសិក្សាស្វែងយល់ឲ្យសិស្សានុសិស្សទាំងអស់គ្នារួចជាស្រេចហើយដូច្នេះមិនបាច់មានការបារម្ភថាខ្លាចរៀនទៅអត់ចេះនោះទេសូមអ្វីដែលអាចធ្វើបានគឺធ្វើបានតាមការណែនាំរបស់គ្រូពីព្រោះអ្វីដែលគ្រូលើកឡើងអ្វីដែលគ្រូធ្វើការណែនាំទៅនេះគឺជាអ្វីដែលសាលាដាក់ចេញសម្រាប់សិស្សានុសិស្សទាំងអស់គ្នាណាដូចជាលើកទឹកចិត្តឲ្យធ្វើយ៉ាងម៉េចត្រូវមានពេលវេលាសម្រាប់រៀនបន្ថែមគឺដើម្បីយកអាមេរៀនដែលយើងបានរៀននេះគឺយកទៅអានណាហើយអានហ្នឹងគឺត្រូវព្យាយាមដំបូងជាមើល pin in បន្ទាប់មកយើងក៏មើល pin in ហ្នឹងគឺជាអ្វីដែលយើងត្រូវស្ដាប់ត្រូវចងចាំអ្វីដែលលោកគ្រូបានណែនាំណាបាទវាជាចំណុចសំខាន់អញ្ចឹងអក្សរមួយនេះលោកគ្រូឲ្យសរសេរមួយអក្សរគឺចំនួន10ណាគឺសរសេរក្នុងមួយអក្សរចំនួន10មិនមែនសរសេរគំនូសបែបនេះទេគឺសរសេរចេញជាអក្សរតែម្ដងណាតន់បានទេគំនូសនេះគឺដាក់ឲ្យមើលទេដាក់ឲ្យមើលឲ្យយើងយល់ថាមួយទាញយ៉ាងម៉េចប៉ុន្តែអក្សរហ្នឹងគឺយើងសរសេរឲ្យចេញជារូបរាងអក្សរបែបនេះតែម្ដងឃើញអត់បាទអរគុណណាអញ្ចឹងមេរៀនសម្រាប់ថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងដើម្បីធ្វើការចែករំលែកនៅក្នុងវគ្គក្រោយយើងនឹងចូលមេរៀនទី3ហើយមុនពេលដែលបញ្ចប់ទៅលោកគ្រូសង្ខេបឲ្យថាតើថ្ងៃនេះសិស្សានុសិស្សទាំងអស់គ្នាចេះអីនៅក្នុងថ្ងៃនេះគឺយើងបានរៀនចេះពាក្យចំនួន8បន្ថែមទៀតហើយគេឲ្យយើងចេះនិយាយទៅលើ2គោលដៅគឺគោលដៅទី1គឺឲ្យយើងចេះសួរនិងឆ្លើយឈ្មោះគោលដៅទី2គឺចេះសួរអំពីសញ្ជាតិនិងចេះឆ្លើយសញ្ជាតិហើយសិស្សានុសិស្សទាំងអស់គ្នាក៏បានយល់អំពីការប្រើប្រាស់តាក់ទងជាមួយនឹងពាក្យគររិនតន់បានទេថាគរប្រទេសរិនមនុស្សដល់ពេលគររិនទៅជាសញ្ជាតិហើយយើងចេះនិយាយថាជនជាតិកម្ពុជាមិនជនជាតិចិនមិនគឺយើងបានយល់នេះគឺជាចំណុចសំខាន់ណាស់ដល់ពេលដែលយើងបានចូលរៀនហើយគឺយើងបានស្វែងយល់អរគុណច្រើនណាស់អញ្ចឹងលោកគ្រូសូមជម្រាបលាសម្រាប់ថ្ងៃនេះហើយសូមសិស្សានុសិស្សទាំងអស់គ្នាខិតខំពីព្រោះថាពេលដែលលោកគ្រូបញ្យល់ទោះបីយើងរៀនតាមរយៈអនឡាញតែគ្រូគឺមានការខិតខំបញ្ជាក់ច្បាស់នៅក្នុងការបញ្យល់ដូច្នេះកុំឲ្យអ្វីដែលគ្រូបានខិតខំនៅក្នុងការចែករំលែកក្នុងការបញ្យល់ដោយលម្អិតយ៉ាងច្បាស់នេះសិស្សានុសិស្សទាំងអស់គ្នាត្រូវតែខិតខំនៅក្នុងការយកចិត្តទុកដាក់ទៅអនុវត្តដូចគ្នាដែរបើមិនចឹងទេយើងទទួលបានរបស់ល្អហើយយើងអត់ចេះយកវាទៅប្រើវាធ្វើឲ្យយើងខាតបង់ណាបាទធ្វើឲ្យយើងខាតបង់អញ្ចឹងសូមបញ្ជាក់ថាការរៀនសិស្សានុសិស្សទាំងអស់គ្នាត្រូវចូលរៀនឲ្យបានជាប់លាប់ណាត្រូវចូលរៀនឲ្យបានជាប់លាប់បើកាលណាតែបើសិនជាក្នុងករណីយើងចូលរៀនស្រាប់តែយើងអាងតែផ្ដល់ជាមេរៀនជាប្រចាំបែបនេះហើយយើងទុកសិនប្រយ័ត្នកច្រើនរៀនអត់ទាន់ដល់ពេលរៀនបខំពេកទៅជាអត់ចេះដូច្នេះសិស្សានុសិស្សទាំងអស់គ្នាត្រូវតែរស់រាន់ខិតខំធ្វើម៉េចឲ្យរៀនឲ្យទាន់បានកម្មវិធីណាអរគុណច្រើនអញ្ចឹងគ្រូលាម្ដងទៀតចាំជួបគ្នានៅក្នុងវគ្គក្រោយ